Và dù sau đây bây giờ vâng mà chụp cái này ra chỉ thay cho mình được nhom rương và pôn cha ở đây sao ប្រពន្ធចាស់អត់ដេកសោះណាចំណងជើងនៅក្នុងដាក់ខ្ញុំជាអ្នកដាក់ឯងតាមពិតម្ចាស់គាត់នេះឌីណានេះគាត់បានផ្ដល់រឿងមកព្រោះគាត់យកប្រពន្ធគាត់អាយុ70ជាងជិត70ជាងហើយបាទប៉ុន្តែចិត្តស្អាតគាត់ថាស្អាតណាបងមិនមែនមិនស្អាតទេគាត់ចិត្តទេណាតែអាយុគាត់អត់មានអាយុគាត់ច្រើនតែរូបគាត់ស្អាតណាហើយអញ្ចឹងឌីណានេះគាត់ជាអ្នកស្រុកអ្នកភូមិមួយគ្នាទេបាទជាអ្នកស្រុកអ្នកភូមិទេប៉ុន្តែការឈុតឆាករបស់គាត់តំណែងតំណងកំសត់កំររបស់គាត់សម្បើមកមុននឹងបានគ្នាដំបូងគាត់គ្រាន់តែជាអ្នកស្រុកអ្នកភូមិគាត់ប្រើនាយប្រើអាយបេះដូងបោចមន់ចាប់មន់លក់អីតែប៉ុណ្្នឹងឯងហើយយាយពៅនេះគាត់មានកូនស្រីមួយកូនស្រីម្នាក់បាទកូនស្រីម្នាក់ហ្នឹងអាយុក្រែឡើយមិនមែនអាយុតិចទេអញ្ចឹងរឿងឈុតឆាករបស់គាត់នេះយ៉ាងណាហើយមានអត្តន័យខ្លឹមយ៉ាងណាខ្លឹមសារយ៉ាងណារឿងបានពន្ធចាក់អត់ដេកសោះណាបានស្ដាប់ចំណងជើងឲ្យកុំទាន់វាយតម្លៃស្ដាប់ឲ្យចប់បានដឹងថាវាមានអីកើតឡើងនៅក្នុងក្រុមគ្រួសារនេះហើយគូស្នេហ៍របស់គាត់នេះវាមានការផ្អែមល្ហែមជូរចត់កំសត់កំរយ៉ាងណាសូមស្ដាប់ទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់សាច់រឿងសូមជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយឬក៏ចុចជាវហើយចូលទៅក្នុង Channel របស់ខ្ញុំរុញឡើងលើមាន Channel ខ្ញុំ 2-3 ទៀតសូមជួយចុចឲ្យអស់ផងបាទអញ្ចឹងរឿងនេះគឺជារឿងរបស់ឌីណានិងយាយពៅឌីណាមានអាយុ27ឆ្នាំ28ឆ្នាំហើយបើដល់27 28ខ្ញុំអានេះគាត់និយាយតាំងពីគាត់មានចាប់ផ្ដើមមានការដំណើរឯងអញ្ចឹងគាត់ជាកូនអ្នកមានជីវភាពមិនសូវល្អទេនៅក្នុងស្រុកក្នុងភូមិបាទនៅក្នុងស្រុកក្នុងភូមិណាប៉ុន្តែពេលដែលគាត់ដែលឈប់រៀនឈប់អីទៅអ្នកស្រុកអ្នកភូមិនេះយាយពៅនោះគាត់ចេះតែប្រើពេលប្រើបេះដូងអញ្ចឹងប្រើមានគេទិញដូងប្រើបេះដូងអញ្ចឹងទៅគេនេះមន់អញ្ចឹងជួយធ្វើមន់ឲ្យគេទៅជួយចាប់មន់ឲ្យគេទៅអញ្ចឹងនៅក្នុងភូមិនោះគេតែងតែប្រើគាត់រហូតចំពោះយាយពៅនេះគាត់ថាប្រើអត់ឈប់អត់ឈរទេតែដល់ពេលគាត់ថានៅក្នុងភូមិនេះដើរតែគេហៅឲ្យជួយធ្វើនេះធ្វើនោះទៅក៏បានលុយបានកាក់តិចតួចធម្មតាគាត់ក៏គិតថាគាត់មិនអាចរស់នៅក្នុងភូមិនេះបានទេដោយសារតែគាត់មិនរស់ជាមួយនឹងអ្នកដែលគេធ្វើការងារជូនអ្នកភូមិទេជាពិសេសយាយពៅនេះចឹងបាទជាពិសេសយាយពៅតែពេលតែដែលថ្ងៃមួយគាត់គិតថាគាត់នឹងត្រូវចាក់ចេញពីផ្ទះគាត់ចាក់ចេញហើយគាត់ចាក់ចេញពីផ្ទះមកធ្វើរកការងារធ្វើនៅភ្នំពេញតែពេលដែលមករកការងារធ្វើនៅភ្នំពេញគាត់គាត់ទៅសុំហាងគេមួយគាត់ថាហាងនៅឆ្លងស្ពានខ្ញុំថាមកនំប្រៃលៀបអីចឹងគាត់ថាហ្នឹងហើយប្រៃលៀបចឹងហាងហ្នឹងនៅប្រៃលៀបតែពេលដែលគាត់មកសុំគេធ្វើការគេក៏ឲ្យធ្វើការជាអ្នកសញ្ញោឡានទេដំបូងគាត់ថារៀបចំឡានហៅឡានចតហៅអីហ្នឹងក៏បានប្រាក់ខែតិចតួចបាទបានជា3ខែគាត់ត្រឡប់មកវិញបាទត្រឡប់មកវិញគាត់សុំគេមកគាត់ថាគេមកអញ្ចឹងគាត់ក៏ឲ្យលុយឲ្យទៅលុយពុកម្ដាយគាត់ទៅព្រោះ2-3ខែគាត់ចង់មកលេងស្រុកដែរតែពេលគាត់យាយពៅហ្នឹងក៏ហៅគាត់សួរដែរមិនយ៉ាឌីណាឯងក៏ទៅចោលអញយូរមែននេះឯងចោលអរេញភូមិចោលស្រុកចោលចកាឆ្វាស៊ីពោតអស់ចាស់គាត់តែនិយាយអាពាក្យឃ្លោងខ្លាប់របស់គាត់ណាឆ្វាស៊ីពោតអស់ហ៎កុំតណាឈប់ទៅឯនៅនេះហ៎ជួយមើលការងារយាយផងមើលអ៊ីផងតែពេលដែលគាត់ថាខ្ញុំមកអត់បានប្រាប់គេទេខ្ញុំសុំច្បាប់គេមកទេចាំមើលខ្ញុំទៅធ្វើការនោះទៀតគាត់ក៏ធ្វើការត្រឡប់ទៅធ្វើការងារវិញទៅបាទត្រឡប់ទៅដល់ធ្វើការងារបានគេលែងឲ្យនៅនេះហើយដោយសារតែគេលែងឲ្យនៅចតឡានហើយសញ្ញោឡានហើយគេឲ្យគាត់នឹងទៅសេវីសនៅខាងក្នុងវិញរត់តុកលើកម្ហូបចាប់អីចឹងទូទៅអីនៅក្នុងហាងមួយចឹងទៅហាងដូចជានៅកំពង់ត្រាំវាថានៅហាងមាននិយាយហៅថាកំពង់ត្រាំអញ្ចឹងបងប្អូនណាដែលស្គាល់ហាងកំពង់ត្រាំនៅខាងព្រៃលៀបហ្នឹងណាសូម comment មកម្នាក់មួយមកណាហាងកំពង់ត្រាំគេដាក់ឈ្មោះអញ្ចឹង
គាត់ធ្វើបានលើកនេះបាន4ខែគាត់ត្រឡប់មកវិញគាត់សុំគេមកវិញតែពេលមកវិញអ្នកភូមិគេគិតថាចេះគេធ្លាប់ហៅគេធ្លាប់ប្រើហើយនោះគេថាយើងល្អណាស់បានចាក់ចេញអីទៅអញ្ចឹងប៉ុន្តែគាត់ថាអត់នៅឆ្ងាត់ក្នុងភូមិនឹងអីអញ្ចឹងណាតែចំពោះយាយពៅនេះគាត់ថាមិនបាច់ទៅវិញទេអើយនៅមួយអ៊ីទៅចាំអ៊ីគិតលុយអត់ឲ្យអញ្ចឹងនៅបាននោះបានមួយខែប៉ុន្មានហើយគាត់ទៅក៏គិតថាគាត់អត់ទេគាត់ចង់ទៅនៅនោះវាភ្លឺចិត្តភ្លឺកំណត់នៅនេះបានថាឥឡូវនៅនេះទៅមានអីមើលតែជួយមើលថាអរញគោអំពែមើលអីហ្នឹងហើយចាំគាត់ឲ្យប្រាក់ខែបាទគាត់ឲ្យប្រាក់ខែឆ្នាំហ្នឹងប្រាក់ខែមិនច្រើនទេបងប្អូនអើយ50-60ម៉ឺនអីហ្នឹងមួយខែគាត់ថាហ្នឹងគាត់ជួលបានដែរតែពេលដែលកូនដល់ពេលដែលគាត់ព្រមរស់នៅជាមួយគាត់ក៏និយាយហ្នឹងឲ្យប្រាក់ខែមែនយាយពៅគាត់ថាយាយពៅឲ្យប្រាក់ខែគាត់60ម៉ឺនមួយខែការងារនៅក្នុងផ្ទះវាអត់ធ្ងន់ធ្ងរទេបាទគាត់មានគោនោះ2 3ទៅហើយដូងនោះ30-40ដើមទៅបាទមន់ទីអីនៅក្នុងផ្ទះធ្វើការងារក្នុងផ្ទះតែប៉ុណ្ណឹងបាទពីព្រោះគាត់អត់មានមនុស្សក្មេងអត់មានមនុស្សប្រុសហើយកូនរបស់គាត់នេះត្រូវទៅរៀននៅភ្នំពេញកូនស្រីគាត់ហ្នឹងរៀននៅភ្នំពេញហើយតែពេលរៀនដល់ភ្នំពេញគាត់ក៏មិនដឹងគិតថាធ្វើម៉េចអីម៉ាដែរមានតែសម្រេចចិត្តថាធ្វើការងារហ្នឹងដើម្បីប្រមូលលុយហ្នឹងឲ្យកូនទៅតែពេលដល់វគ្គក្រោយហ្នឹងគាត់ថាដូងលែងមានអ្នកឡើងបេះហើយបាទអត់មានអ្នកឡើងបេះទេគាត់ឲ្យអ្នកដែលទិញគេមកបេះខ្លួនឯងបាទអ្នកទិញគេបេះខ្លួនឯងអញ្ចឹងពេលដែលមកបេះខ្លួនឯងគាត់អត់មានគិតថាបារម្ភរឿងឡើងបេះទៀតទេអត់ចង់ឲ្យឌីណានេះឡើងបេះទេព្រោះខ្លាចអញ្ចឹងឲ្យតែមើលគោមើលអំពែឲ្យតែមើលអីធ្វើលបងផ្ទះម៉ូល5ម៉ូលអីគាត់ប្រើទៅនេះទៅនោះអីហ្នឹងបាទប្រើនេះនោះអីហ្នឹងបាទតែពេលថ្ងៃមួយគ្រួសារឌីណានេះគាត់ត្រូវការខ្ចីអត់លុយនោះគាត់ឈឺឪពុកគាត់នេះឪពុកឌីណានេះឪពុកឌីណាឈឺតែពេលឈឺទៅក៏ឌីណានេះសុំយាយទៅផ្ទះដើមមួយសិនសុំថាអ៊ំសុំទៅផ្ទះម៉ាក់ឈឺណាពុកឈឺដល់ពេលពុកឈឺតែមើលគាត់ទៅចឹងមើលគាត់ទៅចឹងទីណាក៏មកមើលហើយក៏យកទៅពេទ្យពុកគាត់ឈឺខ្លាំងក៏យកទៅពេទ្យគាត់ថាពេលនោះគាត់ទៅដល់យកទៅពេទ្យបានគាត់ដឹងថាគាត់អត់មានលុយគាត់សម្រេចចិត្តថាខ្ចីលុយយាយថាសុំយាយសុំអ៊ំសុំខ្ចីលុយបាន1លានពុកសម្រាប់នៅមន្ទីរពេទ្យពេលដែលសម្រាប់នៅមន្ទីរពេទ្យគាត់ថាអត់អីទេយកទៅចឹងចាំមើលឥឡូវនៅពេទ្យណាប៉ណៃចាំទៅដល់ខ្ញុំជូនខ្ញុំទៅមើលផងគាត់ទៅមើលដែរបាទគាត់ទៅមើលដែរចឹងហើយគាត់ក៏ថាគេចង់ទៅហើយទៅស្នេហាមិនទាន់មានស្នេហាច្រឡំធ្វើម៉េចបើគេមានចិត្តចង់ទៅយើងមិនទៅហាមគាត់ទៅគេថាយើងនឹងមិនសមាគមយើងនឹងមិនចូលចិត្តគេអញ្ចឹងណាយើងក៏ថាឲ្យទៅបាទឲ្យទៅដល់ពេលឲ្យទៅដល់គាត់ក៏ហុចលុយហ្នឹងទៅឲ្យឌីណាហ្នឹងក៏ហុចលុយទៅឲ្យពុកគាត់ទៅបាទហុចឲ្យពុកទៅហើយម៉ែគាត់ក៏នៅមើលនៅនឹងដូចគ្នាដែរខ្ញុំមកអ៊ំគាត់មកសួរសុខទុក្ខអីចឹងទៅមួយពីរអញ្ចឹងណាអញ្ចឹងរឿងហ្នឹងវាកើតឡើងពីអាការតំពើល្អហ្នឹងតើដល់ពេលដល់អរញគាត់ជាហើយគាត់ត្រឡប់មកវិញហ្នឹងបានជាកូនរបស់គាត់នេះអរញត្រឡប់មកពីរៀនកូនរបស់កូនស្រីគាត់ណាត្រឡប់មកពីរៀនមកលេងផ្ទះលេងអីចឹងទៅក៏និយាយលេងសើចអីធម្មតាអញ្ចឹងទៅព្រោះគេមកបានសៅរ៍អាទិត្យហើយថ្ងៃអាទិត្យគេទៅវិញទៅមានអីក៏អត់មានបញ្ហានៅក្នុងក្រុមគ្រួសារណាគេស្រឡាញ់ចូលចិត្តគាត់អីធម្មតាព្រោះគាត់អត់ដែលមានគិតថាត្រូវធ្វើអីផងអត់មានគិតថាមកនៅជាមួយនឹងមានផ្លូវផ្សេងផ្លូវគិតបើគាត់ថាគាត់ជាអ្នកធ្វើការឲ្យគេគាត់ដែលមានចិត្តគំនិតអីផ្សេងតែកូនគេកំមុំគេគាត់មិនហ៊ានគិតអានេះក៏មិនហ៊ានគិតក៏ដឹងតែធ្វើការ
tại vì ngày mới đi dây người ta đi nè ơi đi nè anh càng này vô một pôn đi nè tháng đằng vô pôn thì ấy thế ôm mà chỉ phim chẳng nâu nòng sọc phùm dương cái này cái ao nhom té có ta ra miền nào ao nhom té chẳng miền đà tròn thời ca chui phục mai sân tâu bọn pôn cái thông và bọn pôn cái thông chẳng chạy chui tâu hay giấy có đã không lượng ta nên tê thì na tao bây nâu một quạt phần mền phần tai miên nè phum kia ro ấy phần ngày thường đi thường nuôi quạt ở tàu cái sầm khánh có mọi hùa vì càng nghe dương miền càng nghe thưa đầu tiên đôi giờ đào pel cô pel lia cô chỗ cao cắt màu cô đã màu cô ở tật ấy chẳng nhất có mọi hùa pel và quạt đăng luôn quạt để cây mình giấy đi đi na tha qua Ronaldo dùng mùi nấu bóng nhom Ronaldo dùng mùi kia nữa đi miền cai yên không đây đời xa tại thì muối và dương tranh cáo từ thưa ca nghe cáo co viên lùi và đằng đài ca nghe có bị đồ chân nè chẳng bị dương đâu nít trên mai trên âu dương phò thấy dương thơ dùng mùi nẹp phùm bà thơ mùi nẹp phùm rồi sao đấy quạt cật ha bà quạt tàu nó quạt chạy lùi cái cầm bán này bên đầu nít chạy lùi cái bán tập về đau khái cái bác lùi nước ỏi bác lùi ở tháng lùi tục cạt đâu mà ở nhom tê tục cạt đó có tham bạch cạt tê tục nâng tơ sân tâu và tục dần tâu tập về đây tục nâng tấu quát còn nước hơi nữa không vô tầng tục ở kia khác cái mình prom giấy có đặt prom thế còn đâu tha quạt miền đi na nè đi na còn kết đấy có tham phải giờ quạt khai nhom tao này chào quạt chẳng này chẳng hái kết ngày có tay đây dây mùi đi na thà mình nô cao là miên chỉ vẫn ở lơ lộn đi mình miên ở vậy cục sọp thì đôi nhom có thấy vậy vậy bầu vậy muốn nó có thằng đôi nhom miên trọp tại khoa phim có cái đầu đôi gì na anh miên ở phục miên mà đái tại khoa thuần thiền khoa trọp sầm bát nè khá có miên trọp sầm bát có khoa cái đây sọc khoa ở đây khoa một pôn rồi cái này chẳng tàu nè khá miên ở đây miên một pôn miên trọp sầm bát tại khoa cai dùng vô chật cái này vì sao tay chỉ pan nhà tầng bây giờ quan vậy pra bị này ra tha nhom vô lại bị tầng nâng bằng nhom vô lại bị tầng nâng phim có cái đau mà nô tiền lai bờ sân chỉ miền trọp hay miền cái đầy sọc miền phim có cái đau nó không cua xa ní chỉ cua xa môi đai phô pin từ đôi trong dây thằng chuột chơi nó không chỉ vật bỏ giường này bởi vì anh miền ấy để trâu chưa rư và to tiền đi lui miền hơi cài dục vô sầm đây rồi nơi chỉ mùi kia miền cái đầy sọc hơi chứ mình trâu chăm bạch miền này tiền đi và dương non kia kết tay mà giang thay để xa cua xa mùi ní hỏi ban lọ chia riêng rồi hồn có tha pe để lư sâu nhom vậy đôi chân ha có tha quát nâng quát kết ấy có tha quát chân này tại quát có trong ban cái đây sọc đôi kia đây và thay chỉ vượt quát admin nè đây tha cái admin kia nè trôi chặt quát nè sẽ lạnh quát về khác cái tha quát miên kiểm hiền trôi về khác chắc cái mình hiền mau về khác cái nó cái miên cái mạch cái miên này cái mà vô dương chắc đừng chứ á gọi là đi nạp ra về đi nạp vào nhom thà quạt ha về khác cái miên lôi đá cái vô cái một mì máy cái tôi vô pôn không mấy cái mà vô ở dương chắc hay là pe dương cha nè kia trong ban đây hiện không mấy miên nay cái mà vô dương cái mà vô thế ở thằng ý mình đây thế mà miên ấy ý miên lôi hái xa nhưng chưa thằng miên lại lanh mền ót đấy bà miên lại lanh hay có thằng nó tặng ý có đắng miên bằng cái miên lanh thòm đá quát sát mền quát on nó quát sát quát sát đi nè tha sát đúng không nông sọc nông phum nó quát mà chăm liệp pẹ ấy đi quát liệp pẹ tại ao dư nó quát thì sòng nó bị lơ ao dư nó có sát đấy mơ tao từ mình bởi vì ở chân mẹ nó từ mình
តើដល់ពេលគាត់និយាយគ្នាពីនេះពីនោះរៀងរាល់ថ្ងៃមករៀងរាល់ថ្ងៃហើយដល់ថ្ងៃមួយគាត់បានគិតថា គាត់នឹងព្យាយាមធ្វើការងារនៅក្នុងការងារនោះបន្ថែមដោយថាគាត់គិតថាថ្ងៃដែលមានដំណាំក្នុងនោះហើយដីគាត់ធំឌីណាថាបងដីធំប៉ុន្តែខ្ញុំគិតថាបន្ថែមការងារនេះខ្ញុំគិតខ្ញុំចង់ដាំចេកព្រោះដីវាសល់ចន្លោះគាត់ថាគាត់ចង់បែកកូនចេកនឹងដាំតែពេលនិយាយថាដាំចេកទៅដាំចេកដេកចាំហ្នឹងបើបានដេកចាំល្អអើយបងប្អូនស្នេហាវាអញ្ចឹងពេលដែលយើងមានវាខ្លាចអ្នកហ៊ានគេមិនអ្នកក្រគេមិនហ៊ានអ្នកមានគេមកវានៅស្ញែងនៅតលិនតិនទៅក្របយន្ទីតែពេលហើយអញ្ចឹងថ្ងៃមួយពេលដែលគាត់គិតថាដាំចេកហ្នឹងគាត់នៅស្រុកពីដើមគេថាអត់ទេដាំចេកតចូលភាសាបានគេដាំធ្លាក់ភ្លៀងក្រឹបគេមិនបែកហើយបែកចេញភាសាគេលែងដាំហើយតែពេលគាត់ចាប់ផ្ដើមចូលភាសាហ្នឹងគាត់ដាំចេកក្នុងបែកដូចបានបន្តិចគុលទេតែអញ្ចឹងហើយគាត់ថានិយាយអ៊ំមីងគាត់ថានិយាយទៀតគាត់ថានិយាយរឿងណាជីវិតគ្រួសារអត់ដាក់គូតុកមួយគាត់និយាយរឿងជីវិតគ្រួសារទីមួយគាត់សរសើរគេអញ្ចឹងឃើញគេនៅជុំគ្នាគេសរសើរហើយដល់គាត់លើកឡើងគ្រប់រូបភាពទាំងអស់ហ្មងបាទគាត់គ្រប់រូបភាពថាទីមួយគាត់ថាអានោះមានតែអត់មានដីសុកទេអានោះមានប៉ុន្តែឮសូរថាបញ្ហាចេះចុះអានោះមានរស់នៅមួយគ្នាដីសុកឃើញគេអញ្ចឹងចង់មានដីសុកអញ្ចឹងទៅហើយគាត់បាននិយាយទៅលើថ្ងៃហ្នឹងគាត់និយាយទៅលើថាខ្ញុំពេលដែលខ្ញុំពិបាកខ្ញុំគិតឃើញពិបាកមួយទីមួយកូនស្រីខ្ញុំត្រូវបានរៀបការហើយបើសិនជាគាត់នៅជាមួយខ្ញុំល្អតែបើគាត់ការហើយគាត់ទៅនៅខាងគេអាហ្នឹងខ្ញុំប្រកាសជាពិបាកទី1ពិបាកបំផុតពេលដែលឌីណាឯងកូនខ្ញុំក៏ចាក់ចេញឌីណាឯងក៏ចាក់ចេញពីខ្ញុំអាហ្នឹងខ្ញុំរឹតតែពិបាកទៀតបាទរឹតតែពិបាកទៀតតែចឹងបាក់អីទៅអីខ្ញុំមិនដឹងកាលណាបានចេញទេអញ្ចឹងថាចុះឌីណាឯងរាល់ថ្ងៃស្អប់រស់នៅមួយខ្ញុំមានដែរស្អប់ពើមខ្ញុំតែខ្ញុំស្អប់ពើមអ៊ំឯងធ្វើអីបើខ្ញុំធ្វើការម៉ែខ្ញុំមិនទៅហ៊ានស្អប់ហ៊ានខ្ពើមតែឥឡូវបើអត់ស្អប់ពើមអ៊ីឆ្លាញ់អ៊ីអត់ចុះគាត់ថាគាត់ឌីណាថាឆ្លាញ់ខ្ញុំឆ្លាញ់ឯងតើមែនខ្ញុំអត់ឆ្លាញ់ទេខ្ញុំឆ្លាញ់ឆ្លាញ់ក្នុងនាមអីឆ្លាញ់ក្នុងនាមឆ្លាញ់មិនហ៊ាននិយាយឆ្លាញ់ក្នុងនាមឆ្លាញ់អញ្ចឹងបើឆ្លាញ់ក្នុងនាមឆ្លាញ់ជាបងប្អូនរស់នៅមួយគ្នាឬអាចឆ្លាញ់គ្នាជាស្នេហាតែខ្ញុំមិនហ៊ានទេខ្ញុំមិនហ៊ានថាខ្ញុំខ្មាស់ខ្ញុំខ្មាស់តែបើឆ្លាញ់ក្នុងស្នេហាបើឆ្លាញ់ក្នុងរាប់អានបានតែមួយគ្រានោះបើឆ្លាញ់ក្នុងស្នេហាហ្នឹងបានយូរឆ្លាញ់យូរឲ្យខ្ញុំឆ្លាញ់ក្នុងស្នេហាខ្ញុំឆ្លាញ់វាជារឿងធម្មតាពេលដែលយើងរស់នៅជាមួយគ្នាហើយយើងមានចិត្តគេស្រឡាញ់យើងវាមោទនភាពដែលពេលយើងខំប្រឹងធ្វើអំពើល្អនឹងវាយូរឆ្នាំយូរខែតាំងពីកុមាររហូតដល់វ័យពេញវ័យដែលជានៅក្នុងភូមិគេស្រឡាញ់ចូលចិត្តយើងបាទហើយរហូតមកដល់ពេលនេះយើងក៏វាคล้ายទៅជាការស្រឡាញ់គ្នាក្នុងនាមស្នេហាមួយអញ្ចឹងគាត់ពេលដែលគាត់ដល់ឌីណាគិតចឹងហើយអញ្ចឹងគាត់ថាបើសិនជាចង់រស់នៅមានក្តីសុខជាមួយនឹងអ៊ីខំព្យាយាមធ្វើចិត្តទៅហើយសម្រេចចិត្តទៅថ្ងៃណាដែលគិតថាល្អហើយមកនៅមួយអ៊ីរៀបការនៅមួយអ៊ីឯងសួរកូនសួរចៅឲ្យសិនទៅគាត់ថាគាត់អត់មិននេះទេគាត់ខ្លាចថានិយាយត្រង់មកគាត់ថាអ៊ីខ្ញុំមិនប្រកែកទេខ្ញុំមិនប្រកែកទេប៉ុន្តែមើលជីវភាពគ្រួសារខ្ញុំទី1ខ្ញុំអត់មានអីទេហើយទី2គួរនិយាយមួយកូននោះបាទគួរនិយាយមួយកូនឲ្យត្រូវបើកូនមិនស្រឡាញ់កូនមិនពេញចិត្តនៅរឿងនេះទេកុំឲ្យគាត់ពិបាកចិត្តព្រោះគាត់វ័យនៅកំពុងសិក្សាតែគាត់ថាជាបើថាស្រេចគាត់ទេជីវិតរបស់គាត់ស្រេចគាត់ទេកូនស្រីគាត់រឿងរបស់កូនស្រីគាត់បាទកូនស្រីគាត់រឿងកូនស្រីគាត់រឿងគាត់ទុកឲ្យគាត់អ្នកគិត
thằng ở đây trâu ta xua tao trâu xua tao ta mẹ cho ba ta ngay muối có tha con ban xua ấy hơi có chẳng có ta oi mèo có trâu xua đó mèo có trâu xua có môi trâu xua tao và tha trâu xua đâu miền là bong po nương ta lỡ thơm mách và đây về dụ mà pay chật sam đà ấy vô về tao lạnh cái này tao ở đây thì khang cô sai bao cái đây thế giờ tao cái đây sọc bởi anh thế chỉ vật bởi anh trong cà rô đâu chẳng quạt có ban cực cù điệp trong thà trong thư rồi xong rôm môi đai ở rồi tôi tài chơi có thà bờ quạt miên chi vừa phép sầm rap nên quạt đừng ngọt vừa để bàn tay quạt miên chi phép bàn này quạt trâu tại bậc ca rương ca bậc quạt này oi nè phum cái đăng cái lư của mọi cái sai cái dùng tập về cha cha quạt chơi được quạt về hàm bên ta anh tha men anh tha mi cái bấu ở đây nha ọt oi nô tơ thư ca đồng bánh nâng lên lom kiêng ban bảo việt men tập về chân chắc phải đẹp áp là gì bao ta anh mình đưa anh men culture đi vơi anh men culture đi anh mình đưa vơi chẳng sau này ha về đầu tập biến này anh men cân tượng tha hoàn nạ vây ấy thế tập về cuộc quạt ban cái này hơi đôi bị môn chẳng đi naนี่คือថាបលរវល់រហូតមិនថាកាមុនគាត់តែជាអ្នកនៅផ្ទះទេបាទតែឥឡូវតពេលរៀបការហើយជាក្តីជាប្រពន្ធក៏នៅតែរវល់ដែរបាទពេលខ្លះក្រិចក្រកមិនដឹងនឹកឃើញអីទេចុះមកភ្លេចនេះក្រិចក្រកទៅនេះក្រិចក្រកទៅនោះមកយប់អត់ដេកចឹងការរស់នៅមួយគាត់មានក្តីសុខរបស់គាត់ប៉ុន្តែគាត់ថារឿងដែលមិនដេកនេះគឺការងារធ្វើមិនចេះចប់នឹកឃើញមិនចេះអស់នឹកឃើញធ្វើតែមិនដឹងធ្វើអីខ្លះទេចូលឡើងក្រោមផ្ទះលើផ្ទះមើលគោមើលអំពែមើលអីចឹងទៅចឹងការងារអត់ដេកទេមិនដេកទេគឺធ្វើរហូតបងប្អូនហើយចឹងវីដេអូនេះវារឿងក្តីសុខរបស់យាយពៅនិងឌីណានេះក៏បានដល់ទីបញ្ចប់ហើយរាល់អត្ថន័យខ្លឹមសាររឿងសូមបងប្អូនមេត្តាជួយខមមិនអត្ថន័យខ្លឹមសាររឿងមកក្រែងលោវាមានចន្លោះខុសឆ្គងត្រង់ណាឬក៏ប៉ះពាល់ដល់ឈ្មោះឬក៏អីបងប្អូនគឺសូមអធិស្ឋានផងបាទអញ្ចឹងវីដេអូនេះក៏ដល់ទីបញ្ចប់ហើយសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់សូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ